សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីសមិទ្ធផលនៃការចិញ្ចឹមដួងរបស់ខ្ញុំដួងត្នោតនេះគឺជាសមិទ្ធផលរបស់យើងចិញ្ចឹមបានរយៈពេលមួយខែយើងចិញ្ចឹមបានរយៈពេលមួយខែវាមានទំហំប៉ុណ្ណេះអញ្ចឹងចាំមើលថាលទ្ធផលវាច្រើនឬតិចតោះយើងទៅមើលបងប្អូនគ្នានេះបងប្អូនធំល្អប៉ុនមេដៃแล้วก็នេះអាយុវាមួយខែយើងចំបានទំហំប៉ុណ្ណេះកាលបន្តប៉ុណ្ណេះល្មមហូបហើយបងប្អូនយើងអាចយកទៅលីងឬក៏ធ្វើមិនតាមតាចំណូលចិត្តបងប្អូនណាតែបើខាងខ្ញុំយកចិត្តលីងតែមុនលីងយើងឲ្យវាស៊ីដូងស៊ីអំពៅអញ្ចឹងណាដើម្បីឲ្យវាមានជាតិខ្ទិះជាងនេះឥឡូវយើងចាប់ផ្ដើមរើសសម្បកដូងចេញដើម្បីមើលឃើញពីតកោរបស់យើងឥឡូវវានៅខាងក្នុងនេះច្រើនបងប្អូនចាំមើលតើមួយកធុននេះយើងរើសបានប៉ុណ្ណាតោះយើងចាប់ផ្ដើមរើសសម្បកដូងចេញបងប្អូននេះវានៅក្នុងសម្បកនេះធំណាស់បងប្អូនប៉ុនមករៀមដែរនេះបងប្អូនបន្ទាប់ពីយើងរើសសម្បកដូងចេញអស់ហើយគឺយើងទទួលបានតកោដូងបាទអត់សូវច្រើនបងប្អូនប្រហែលជា1គីឡូខ្ញុំឃើញក្បាលវាដាច់អាស្រ័យយើងងើបអស់ខ្លះដោយសារវាអាចមកពីតាក្តៅពេកឬក៏មិនដឹងយើងចាំលើកទី1បងប្អូនតែទូអាប៉ុណ្ណេះគិតថាវាជោគជ័យហើយល្អបងប្អូនល្វើកហើយបន្តទៅទៀតគឺយើងចាប់ផ្ដើមដាក់សម្បកដូងថ្មីចូលដើម្បីឲ្យវាកាច់សម្បកបង្កើតបានដូចជាមេដួងបងប្អូនដោយសារតែនេះគឺជាលើកដំបូងអញ្ចឹងយើងត្រូវការបង្កើតមេដួងដើម្បីធ្វើពូជវាបន្តទៅទៀតអញ្ចឹងយើងដកយកតែ30គ្រាប់ទេមកធ្វើមេពូជហើយក្រៅពីនោះយើងអាចយកទៅធ្វើម្ហូបបានអញ្ចឹងយើងរៀបសម្បកដូងមកវានៅក្បាក់ទេបងប្អូនយើងត្រូវរៀបសម្បកដូងដាក់បែបនេះមកដើម្បីឲ្យដួងរបស់យើងវាកាច់សម្បកហើយវាវិវិតខ្លួនទៅជាមេពូជមេបារបស់យើងសម្រាប់បន្តទៅថ្ងៃមុខទៀតចឹងបន្ទាប់ពីយើងរៀបចំសម្បកដូងបែបនេះរួចហើយយើងចាប់ផ្ដើមដាក់តកោរបស់យើងមិញចំនួន30ក្បាលមកដើម្បីឲ្យវាកាច់សម្បុកហើយខ្លាយទៅជាមេបាថ្មីបាទហើយនេះគឺជាដួងចំនួន30ក្បាលដែលយើង
tụcសម្រាប់ធ្វើមេបារបស់វាអញ្ចឹងយើងយកមកចាក់នៅក្នុងកធុនដែលយើងរៀបសម្បកដូងរួចនេះមកអញ្ចឹងយើងចាក់ប៉ុណ្ណឹងមកទុកវារយៈពេលអាច20ថ្ងៃទៅតាមស្ថានភាពជាក់ស្ដែងដើម្បីឲ្យវាកាច់សម្បុកហើយคล้ายទៅជាមេបាដែលយើងត្រូវការនេះគឺជាគំរូឧទាហរណ៍នៅក្នុងកធុនដែលខ្ញុំប្រមូលផលមិញវាមានមួយដែលវាកាច់សម្បុករួចស្រេចនេះអានេះប្រហែលបងគេទៅវាចាស់ជាងគេអាចកាច់សម្បុកមុនហ្នឹងបងអញ្ចឹងវាកាច់សម្បុកហើយវានឹងវិវត្តខ្លួនទៅជាមេបាដែលយើងត្រូវការណាអញ្ចឹងយើងដាក់ក្នុងនេះដែរអូខេបើសិនណាបងណាត្រូវការយកទៅចិញ្ចឹមឬក៏សាកមើលចង់ចិញ្ចឹមអាចទៅតោមកខ្ញុំបានខ្ញុំអាចរៀបចំជាឈុតដើម្បីចែកជូនបងប្អូនក្នុងការយកទៅចិញ្ចឹមសាកមើលឬក៏ចិញ្ចឹមសម្រាប់បរិភោគផ្សេងៗអញ្ចឹងអរគុណច្រើន